បាទជំរាបសួរបងប្អូនឥឡូវយើងបន្តទៅក្នុងវិញ្ញាសាទី18បងប្អូនណាអញ្ចឹងយើងសិក្សា10សំណួរគុយ CM ត្រៀមប្រឡងគ្រូឯកទេសខ្មែរបន្តទៀតឥឡូវយើងចាប់ផ្ដើមពីសំណួរទី1ដូចម្ដេចដែលហៅថាកម្លាយដោយផ្នត់ជែកតពីវិញ្ញាសាទី17ណាបងប្អូនអញ្ចឹងបងប្អូនយើងឆ្លើយតិចមើលបាទកម្លាយផ្នត់ជែកមានន័យថាម៉េចតោះសាកគិតសាកឆ្លើយតិចមកបាទអូខេអញ្ចឹងកម្លាយដោយផ្នត់ជែកគឺជាផ្នត់កម្លាយសំខាន់នេះដែលជ្រែកនៅចំកណ្ដាលពាក្យរឹសបាទដែលជ្រែកនៅចំកណ្ដាលពាក្យរឹសបាទដើម្បីបង្កើតជាពាក្យខ្លាយបាទអញ្ចឹងតែញ៉ាំឲ្យចាំមកឲ្យពេលតិចយកហ្នឹងណាតើបងប្អូនតស្រៈជាអ្វីមើលបងប្អូនឲ្យនិយមន័យស្រៈបន្តិចមកស្រៈជាអ្វីតោះបាទអញ្ចឹងយើងមើលស្រៈគឺជាសំឡេងដែលកើតមកពីដំណើរខ្យល់តាមបំពង់សំឡេងបន្លឺឡើងដោយគ្មានទំនប់ប៉ុន្តែប្រកបដោយភាពច្បាស់លាស់បាទគឺជាសំឡេងដែលបន្លឺឡើងតាមដំណើរខ្យល់តាមបំពង់សំឡេងអាហ្នឹងវាអត់មានអីដែលគួរឲ្យកត់ចំណាំទេតែកន្លែងដែលកត់ចំណាំគឺថាវាបន្លឺឡើងស្រៈពីបាទយើងរាប់ថាពីស្រៈ A រហូតដល់ស្រៈអស់ហ្នឹងវាបន្លឺឡើងដោយគ្មានទំនប់មានន័យថាស្រៈគឺពេលដែលយើងអានវាទៅគឺសំឡេងស្មើទៅតែម្ដងគ្មានការលើកដាក់សំឡេងអីទេបាទគ្មានបង្ហូរវែងបង្ហូរខ្លីបង្ហូរទៅដុសអីទេខ្យល់វែងខ្យល់ខ្លីញ៉ៃទេណាបាទហើយចំណុចដែលយើងចាំគឺបន្លឺឡើងដោយគ្មានទំនប់ប៉ុន្តែប្រកបដោយភាពច្បាស់លាស់នេះមានន័យថាយើងស្ដាប់ជាសូរសំឡេងស្រៈមួយដែលវាមានសូរស្ដាប់ទៅខុសគ្នាណាអញ្ចឹងយើងកត់ចំណាំហ្នឹងតើស្រៈអាចចែកបាទអាចចែងតាមបច្ចេកអ្វីខ្លះអានេះមិនចែកទេណាចែកបាទតើស្រៈអាចចែកតាមបច្ចេកអ្វីខ្លះបាទឬក៏ស្រៈមានប៉ុន្មានបច្ចេកបងប្អូនយើងចាំដែរស្រៈមានបច្ចេកអីខ្លះបាទនេះស្រៈមានបច្ចេកបាទអអូវែងខ្លីទល់សំណាមានស្រៈពុអពុអូស្រៈវែងស្រៈខ្លីស្រៈទល់ស្រៈសំអូខេនឹងគេចែកវាអញ្ចឹងឥឡូវយើងមើលតាមមូលភេទតើស្រៈចែកចេញជាប៉ុន្មានពួកស្រៈមានប៉ុន្មានពួកដែរបងប្អូនមានសិតតែសង្ឃឹមចេញប្រឡងណាអញ្ចឹងចម្លងទុកក្នុងសភៅហើយទន្ទិញហើយឯកសារដែលបងប្អូនកំពុងឃើញនេះគឺលោកគ្រូដកស្រង់ចេញពីសភៅគោលមកណាបាទសភៅគោលសិក្សាថ្នាក់ទី10បាទថ្នាក់ទី10ទី11ទី12អញ្ចឹងយើងចម្លងវាទុកទៅហើយយើងអាចទៅស្រាវជ្រាវបន្ថែមទៀតណាបាទអញ្ចឹងតាមមូលភេទស្រៈចែកចេញជា3ពួកគឺស្រៈពុអស្រៈពុអូនិងស្រៈពុអអូបាទអញ្ចឹងយើងមើលណាតាមមូលភេទណាបាទស្រៈមានប្រមាណពួកគឺមានរហូតដល់3ពួកពុអពុអូនិងពុអអូតទៀតបើតាមលក្ខណៈខ្យល់តើស្រៈចែកចេញជាប៉ុន្មានពួកអាមិញតាមមូលភេទឥឡូវតាមខ្យល់វិញឃើញទេបងប្អូនសិតតែជាសំណួរដែលអាចនឹងច្រឡំអញ្ចឹងកត់ទុកទន្ទិញឲ្យចាំបាទតាមលក្ខណៈខ្យល់តើស្រៈចែកចេញជាប៉ុន្មានពួកអូខេអញ្ចឹងមិនឲ្យយូរយើងមើលចម្លើយមានតែ2ពួកទេគឺស្រៈវែងនិងស្រៈខ្លីបាទតាមលក្ខណៈខ្យល់ណាពេលដែលយើងអានទៅស្រៈខ្លះយើងអានទៅរៀងដំណើរខ្យល់បង្ហូរវែងស្រៈខ្លះអានទៅមានដំណើរខ្យល់ខ្លីណាអានមកគឺបាទវាកាត់ផ្ដិតណាវាកាត់ផ្ដាច់ដោយបំណិតនៃខ្សែសំឡេងយើងអានមកគឺខ្លីដូចម្ដេចដែលហៅថាស្រៈវែងបាទឥឡូវយើងស្វែងយល់ថាស្រៈវែងជាអ្វីហើយតិចទៀតស្រៈខ្លីជាអ្វីអញ្ចឹងស្រៈវែងជាស្រៈដែលបន្លឺឡើងដោយដំណើរខ្យល់បង្ហូរវែងបាទឲ្យតែអានស្រៈហ្នឹងហើយរៀងខ្យល់ដង្ហើមយើងអានរៀងបង្ហូរវែងបន្តិចអាហ្នឹងស្រៈវែងដល់ពេលស្រៈខ្លីគឺជាប្រភេទស្រៈដែលបន្លឺឡើងដោយដំណើរខ្យល់បង្ហូរខ្លីកាត់យ៉ាងរហ័សដោយបំណិតនៃខ្សែសំឡេងឃើញទេកាត់យ៉ាងរហ័សដោយបំណិតនៃខ្សែសំឡេងដូចម្ដេចដែលហៅស្រៈតូលបាទនេះយើងសួរពាក់ព័ន្ធនឹងស្រៈបានច្រើនសំណួរដែរណាដូចម្ដេចដែលហៅស្រៈតូលអញ្ចឹងស្រៈតូលគឺជាស្រៈដែលកើតឡើងតែម្នាក់ឯងឃើញទេពាក្យថាតូលគឺតែឯងជួនដូចម្ដេចដែលហៅស្រៈផ្សំអញ្ចឹងដូចមិនពិបាកយល់ទេបងប្អូនណាបាទស្រៈផ្សំជាស្រៈដែលកើតឡើងដោយស្រៈតូល2យ៉ាងតិចបាទអញ្ចឹងវាអាចលើសពី2ផ្សំចូលគ្នាហ្នឹងហៅថាប្រភេទស្រៈផ្សំតើស្រៈនិស្ស័យមានប៉ុន្មានតួបាទស្រៈនិស្ស័យមានប៉ុន្មានតួបងប្អូនបាទស្រៈនិស្ស័យមកពីដើមយើងថាមាន23តួណាបាទ23តួករណីយើងអត់រាប់ស្រៈអ៊ីមួយទៀតតែនៅពេលដែលយើងរាប់បញ្ចូលស្រៈអ៊ីមួយទៀតអញ្ចឹងវាឡើងដល់24តួបាទអញ្ចឹងចំណុចកន្លែងនេះយើងអាស្រ័យពេលយើងប្រឡងដែរណាបើសិនជាចម្លើយចេញមកអត់មាន24តួទេអញ្ចឹងយើងយក23ទៅតែបើមាន24យើងយក24តួមកដោយសារយើងរាប់បញ្ចូលស្រៈអ៊ីមួយទៀតអរគុណច្រើនបងប្អូនយើងអាចចុះឈ្មោះចូលរៀនជាមួយគេដើម្បីបំពេញសមត្ថភាពបានហើយអ្នករៀនឲ្យសៀវភៅ6ក្បាលហើយនឹងអត្ថប្រយោជន៍ជាច្រើនទៀតដោយបងប្អូនបានឃើញព័ត៌មានលម្អិតអំពីថ្នាក់រៀនឬក៏ឯកសារត្រៀមបាទប្រឡងបងប្អូនអាចទាក់ទង Telegram មួយខ្សែនេះបាទសូមអរគុណ